ថ្ងៃទី24ខែ6ឆ្នាំ2026នេះនៅក្នុងប្រទេសថៃកំពុងតែផ្ទុះការវែកញែកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរធ្វើឲ្យប្រទេសថៃមានការព្រួយបារម្ភដោយសារតែប្រទេសថៃហើយនិងប្រទេសខ្មែរមានទំនាក់ទំនងមិនល្អនឹងគ្នាដូច្នេះហើយប្រទេសថៃគិតថាប្រទេសចិនប្រកាសជាលួចលក់សពាវុធផ្សេងៗមកឲ្យប្រកាន់ប្រទេសខ្មែរដើម្បីធ្វើសង្គ្រាមជាមួយនឹងប្រទេសថៃប្រទេសថៃគេមិនទុកចិត្តប្រទេសចិនទេបងប្អូនដោយសារតែប្រទេសចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ប្រទេសខ្មែរនៅពេលដែលខ្មែរហើយនិងថៃឆ្លោះគ្នាប្រទេសចិនធ្វើជាអាញាកណ្ដាលចិនលក់អាវុធឲ្យខាងថៃផងលក់ឲ្យខាងខ្មែរផងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានេះធ្វើឲ្យប្រទេសថៃគេហាក់ដូចជាមិនសប្បាយចិត្តក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនទេនៅក្នុងគណៈពេលដែលប្រទេសខ្មែរហើយនិងប្រទេសថៃកំពុងតែតានដឹងបញ្ហាព្រំដែនជាមួយនឹងគ្នាគេគិតថាប្រទេសខ្មែរប្រកាសជានឹងលួចទិញអាវុធមកពីប្រទេសចិនស្ងាត់ៗ